វីដេអូនេះគឺខ្ញុំដាក់ឈ្មោះថាអ៊ុតត្រង់ឧត្តមភាពមូលហេតុអីបាទខ្ញុំដាក់ថាអ៊ុតត្រង់ឧត្តមភាពបងប្អូនអាចកលេចទៅមើលសក់របស់អតិថិជនមុននិងក្រោយពេលអ៊ុតគឺខុសគ្នាខ្លាំងមែនទែនគឺសក់របស់គាត់មានសភាពរួញសរសៃតូចល្អិតហើយឆេះចុងហើយគល់ខ្មៅអត់មានពណ៌ទៀតគាត់បានប្រាប់អ្នកគ្រូថាអ្នកគ្រូខ្ញុំចង់បានសក់ខ្ញុំមានពណ៌ហើយបញ្ឈប់ភាពឆេះនេះធ្វើមិនឲ្យសក់ខ្ញុំស្អាតដូចចិត្តដែលខ្ញុំចង់បានអ្នកគ្រូក៏និយាយមួយគាត់ថាតោះអញ្ចឹងអ៊ុតត្រង់ឧត្តមភាពទៅតោះគាត់សួរថាអ៊ុតត្រង់ឧត្តមភាពនឹងអីគេទៅអ្នកគ្រូអញ្ចឹងតោះទៅមើលវីដេអូទាំងអស់គ្នាដឹងហើយអ៊ុតត្រង់ឧត្តមភាពអីគេជាដំបូងបងប្អូនទាំងអស់គ្នាដោយសារតែសក់នឹងខ្ញុំលាបពណ៌អញ្ចឹងខ្ញុំជ្រើសរើសការពីស្បែកក្បាលយកមកលាបលើសក់នឹងបន្តមកទៀតខ្ញុំជ្រើសរើសយកថ្នាំគឺជ្រើសរើសយកថ្នាំ66 77ជួអសអ៊ីហើយខ្ញុំដាក់ OC លេខ6រួមទាំងបូកជាមួយនឹងសេរ៉ូមជាប្រភេទបូករួមជាមួយនឹងប្រូតេអ៊ីន NOKS ខ្ញុំដាក់ចំនួន10ក្រាមដូចយកគ្នាសັບខ្ញុំលាបលើសក់នេះតាំងពីដើមលាបលើសក់នេះចំណុច B លាបចំណុច B ហើយទើបខ្ញុំលាបតម្លាក់មក A និង B ដល់នាទីម្ដងទៀតហើយខ្ញុំលាប A B C តែម្ដងលាបឲ្យអស់ហើយកក់សាប៊ូលាងទឹកឲ្យស្អាតហើយខ្ញុំជ្រើសរើសយកសេរ៉ូម Monaco Complex យកមកលាបនៅផ្នែកចុងសក់របស់គាត់រួចហើយខ្ញុំតម្លើងថ្នាំអ៊ុតត្រង់ NOKS កម្លាំង80លាបនៅលើចំណុច A រួចហើយ Permission Spa បាញ់តម្លាក់រហូតដល់ចុងរួចហើយអស់ខ្ញុំកក់សាប៊ូលាងជាតិគីមីឲ្យបានស្អាតល្អហើយខ្ញុំប្រើជាមួយនឹង Wow Easy គឺជាឧត្តមភាពនៃសរសៃសក់ជាទឹកថ្នាំដែលបង្កើតឲ្យមានឧត្តមភាពបងប្អូនណាហើយខ្ញុំផ្លុំឲ្យស្រួល80%ហើយខ្ញុំលាប Wow Easy លើសរសៃសក់គាត់លាបឲ្យអស់ខ្ញុំផ្អាប់ទុក35នាទីហើយខ្ញុំទៅកក់សាប៊ូលាងសារជាតិប្រេងរបស់ Nine Story រួចហើយខ្ញុំអបឲ្យបានស្អាតហើយផ្លុំគៀបនឹងទទួលបានឧត្តមភាពនៃសរសៃសក់មូលហេតុដែលខ្ញុំដាក់អ៊ុតត្រង់ឧត្តមភាពនេះគឺជាភាពល្អឥតខ្ចោះមិនមានការទាស់មិនមានការមិនពេញចិត្តរបស់អតិថិជនព្រោះថាសក់ដែលឆេះខូចហើយលាបពណ៌ភ្លាមអ៊ុតត្រង់ភ្លាមហើយបញ្ចូលឧត្តមភាពរបស់សរសៃសក់ទៅកាន់គាត់គឺមានការពេញចិត្តមិនឆេះសំបីមកសរសៃហើយម្ចាស់ខ្លួនគាត់នឹងឲ្យវ៉ាវមកកាន់យើងមកដូចដែលនៅក្នុងផលិតផលគេហៅ Wow Easy ពិតជាងាយស្រួលចាក់ចេញពីភាពឆេះខូចមកកាត់ឧត្តមភាពនៃសរសៃសក់ប្រសិនបើបងប្អូនទាំងអស់គ្នាមានផលិតផលនេះនៅក្នុងដៃអាចយកទៅសាកធ្វើបែបនេះមើលតើពិតជាមានឧត្តមភាពពិតជាមានភាពល្អឥតខ្ចោះទៅកាន់សក់របស់អតិថិជនអត់កុំតន់អាចជឿអ្នកគ្រូយកទៅសាកប្រើហើយសុំ feedback ត្រឡប់វិញផងដែរអូខេគឺអ៊ុតត្រង់បញ្ជាន់ជាមួយនឹងអ៊ុត Wow Easy ឬក៏យើងអាចហៅថាអ៊ុតត្រង់បញ្ជាន់ជាមួយសេរ៉ូមស្ងួត Wow Easy នេះជាសរសៃសក់របស់អតិថិជនដែលមកសភាពស្ងួតនិងឆេះចុងហើយរួញគល់សក់ប្រភេទនេះជាសក់ដែលធ្លាប់អ៊ុតត្រង់ហើយអតិថិជនយើងគាត់អត់ព្រមកាត់សក់នឹងចេញគាត់ថាគាត់ចង់ទុកទាំងវែងស្អាតអញ្ចឹងហើយចង់ឲ្យត្រង់គល់ក៏ប៉ុន្តែគល់គាត់នោះសរសៃធំកម្លាំងដល់ទៅ120ឯណោះអញ្ចឹងហើយជាដំបូងនេះគឺយើងជ្រើសរើសជាមួយនឹងកក់បើកកោសិកាជាមុនសិនបន្តមកទៀតកក់បើកឲ្យលាងសម្អាតឲ្យបានស្អាតល្អត្រូវការអស់ពេលណាបងប្អូនចារួចហើយបងប្អូនទាំងអស់គ្នាជ្រើសរើសជាមួយនឹងសេរ៉ូម Monaco Complex របស់ NOKS ចំនួន 500ml លាបដើម្បីគ្របបានសរសៃសក់នោះកុំឲ្យថ្នាំអ៊ុតត្រង់ប៉ះទៅឆេះឬក៏ខូចហើយធ្វើឲ្យសក់នោះមានសំណើមទៀតផងបងប្អូនលាបសេរ៉ូមនេះបានផលដល់ទៅ2ស្មើនឹងបញ្ចូលសេរ៉ូមទៅលើសក់ឲ្យអ៊ុតត្រង់ណាបងប្អូនបន្ទាប់ពីលាបសេរ៉ូមនឹងឲ្យអស់ផ្អាប់ទុក10នាទីហើយជ្រើសរើសថ្នាំអ៊ុតត្រង់ NOKS កម្លាំង120សម្រាប់សក់សរសៃធំលាបតែផ្នែកខាងគល់នេះណាបងប្អូនចាលាបឲ្យអស់ហើយទុកឲ្យសក់នឹងយាកន្លែងគល់នឹងអត់សិតតម្លាក់អីដោយសារសក់គាត់ឆ្លងកាត់អ៊ុតហើយពីមុនហើយខូចចុងទៀតអញ្ចឹងបន្តពីយាហើយយើងផ្លុំឲ្យស្ងួតហើយចាក់ Wow Easy លាបទៅលើសក់របស់គាត់ផ្អាប់ទុក35នាទីចា10នាទីហើយបងប្អូនអាចបាញ់ស្ប៉ាបើសិនជាអត់មានម៉ាស៊ីនអប់បងប្អូនបាញ់ស្ប៉ាហើយទុកឲ្យត្រជាក់នាំអតិថិជនទៅលាងសម្អាតជាមួយនឹងទឹកស្អាតឲ្យបានស្អាតល្អកក់ជាមួយនឹងសាប៊ូបំបត្តិសារជាតិប្រេងកក់មួយសាប៊ូបំបត្តិសារជាតិប្រេងហើយអប់ជាមួយនឹងអប់ឆាត់ចាអប់ឲ្យផ្លុំមកបងប្អូននេះត្រង់បានប៉ុណ្ណឹងឡើងភ្លឹងហ្មងណាបងប្អូនចាហើយគៀបឲ្យបានឆ្អិនទៅសក់នឹងស្អាតបែបនេះចំណាយកម្លាំងតិចចំណេញពេលវេលាអរគុណច្រើនបងប្អូនទាំងអស់គ្នាជាមួយនឹងមេរៀនអ៊ុតត្រង់បញ្ជាន់ជាមួយនឹងសេរ៉ូមស្ងួត Wow Easy